សិស្សានុសិស្សចំនួន207នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀនបារីអេឡិចត្រូនិកនិងកម្មវិធីទូរស័ព្ទដៃ No Drug នៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2026សិស្សានុសិស្សសាលាអន្តរជាតិអាមេរិកថ្នាក់ទី7ដល់ថ្នាក់ទី11ចំនួន207នាក់ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីអំពីផលប៉ះពាល់ពីបញ្ហាគ្រឿងញៀនបារីអេឡិចត្រូនិកនិងកម្មវិធីទូរស័ព្ទដៃ No Drug លោកស្រីអិនសូហ្វីយ៉ានិងលោកគុណភក្ត្រាចាងវាងនិងចាងវាងរងសាលាអន្តរជាតិអាមេរិកសាខាសាថ្មីបានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែមដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់នៅបញ្ហាផ្សេងៗពាក់ព័ន្ធទៅនឹងគ្រឿងញៀនសាលាបានរៀបចំនៅសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀនបារីអេឡិចត្រូនិកនិងកម្មវិធីទូរស័ព្ទដៃ No Drug ជូនដល់សិស្សានុសិស្សថ្នាក់ទី7និងទី11ក្នុងនាមអេដាមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងឱកាសនោះឧត្តមសេនីយ៍ឯកលឹមតុងហួតប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈបានពំនាំដល់ការកោតសរសើរថ្លែងអំណរគុណពីសំណាក់អេដាមសន្តិបណ្ឌិតណេតសាវឿនឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់វិជ្ជបណ្ឌិតគូចមេងលីស្ថាបនិកសាលាអន្តរជាតិអាមេរិកនិងគណៈគ្រប់គ្រងសាលាដែលបានចូលរួមលើកកម្ពស់ការយល់ដឹងស្តីអំពីផលប៉ះពាល់នៃគ្រឿងញៀនបារីអេឡិចត្រូនិកនិងកម្មវិធីទូរស័ព្ទដៃ No Drug កាត់បន្ថយហានិភ័យគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀនជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិនៅក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯកលឹមតុងហួតថ្លែងបន្តថាគ្រឿងញៀននៅតែបង្កបញ្ហាស្មុគស្មាញគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជនគំរាមកំហែងដល់សន្តិសុខសណ្ដាប់ធ្នាប់និងការអភិវឌ្ឍសង្គមការចូលរួមគ្រប់សកម្មភាពធ្វើយ៉ាងណាឲ្យសិស្សានុសិស្សរបស់យើងមិនពាក់ព័ន្ធអំពីបញ្ហាអបាយមុខផ្សេងៗដែលនាំទុក្ខទោសដល់ខ្លួនឯងបង្កការលំបាកទៅដល់ក្រុមគ្រួសារនាំបញ្ហាដល់សង្គមជាតិនោះគឺជាសកម្មភាពមួយដ៏ប្រពៃដែលយើងទាំងអស់គ្នាត្រូវតែនាំគ្នាចូលរួមឧត្តមសេនីយ៍ឯកលឹមតុងហួតបានសំណូមពរដល់អ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់អំពីគ្រោះថ្នាក់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀនមិនប្រើប្រាស់បារីអេឡិចត្រូនិកនិងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា